ប្រដីមិននឹកស្មានសោះថាប្រពន្ធហ៊ានធ្វើបែបនេះដើម្បីវត្ថុអនុស្សាវរីយ៍ឪពុកម្ដាយនាងបានលោតពីជាន់ទី3តែម្ដងហើយការបោះចោលរបស់របរនោះក៏កំណត់ឲ្យគាត់បាត់បង់ប្រពន្ធជារៀងរហូតប្រពន្ធដែលរួចផុតពីសេចក្តីស្លាប់ទើបនឹងបានជីវិតត្រឡប់មកវិញក៏អូសរាងកាយខ្សោយទៅថតរូបមរណភាពនាងបានទិញឈើមួយដុំសម្រាប់រៀបចំកោតភេទឆ្អឹងព្រោះនាងបានបំពេញតាមការសន្យាជាមួយឪពុកម្ដាយហើយឥឡូវអាចចាក់ចេញពីប្ដីទៅជួបជុំឪពុកម្ដាយនៅស្ថានសួគ៌ហើយតាមឡើយនាងនឹងប្ដីជាគូស្នេហ៍តាំងពីក្មេងនៅពេលពួកគេជិតរៀបការសប្បាយរីករាយឪពុកម្ដាយក្មេងស្រីបានបាត់បង់ក្រោមឥទ្ធិពលគ្រឿងស្រវឹងបុកស្លាប់ក្រុមគ្រួសារខាងប្រុសទាំងមូលជីដូនជីតាខាងប្រុសទ្រាំនឹងការឈឺចាប់មិនបានក៏បានស្លាប់បន្តបន្ទាប់គ្នាភ្លាមតាំងពីពេលនោះមកបុរសនោះបានប្រោការឈឺចាប់បាត់បង់មនុស្សជាទីស្រឡាញ់ទាំងអស់ទៅជាការស្អប់ក្រុមគ្រួសារប្រពន្ធគាត់បានបញ្ជូនឪពុកម្ដាយក្មេងស្រីទៅគុកមុនរួចចងនាងនៅក្បែរខ្លួនហើយចាប់ផ្ដើមធ្វើបាបនាងមិនចេះចប់គាត់ជិតណាធ្វើម្ហូបគ្រឿងសមុទ្រមួយតោរួចបង្ខំប្រពន្ធដែលអាឡែកស៊ីគ្រឿងសមុទ្រឲ្យញ៉ាំកាន់តែឃើញប្រពន្ធឈឺចាប់វេទនាគាត់កាន់តែសប្បាយចិត្តតែប៉ុណ្ណឹងគាត់នៅតែមិនពេញចិត្តពេលប្រពន្ធចេញពីពេទ្យបានធូរស្បើយបន្តិចគាត់នៅតែបង្កប់ប្រពន្ធដែលមិនទាន់ជាសេះស្បើយល្អឲ្យលុតជង្គង់លើព្រើរហូតដល់នាងទ្រាំលែងបានសន្លប់ទៀតទើបឈប់ការធ្វើទារុណកម្មបែបនេះគាត់ក៏ប្រើលើឪពុកម្ដាយក្មេងក្នុងគុកដែរបណ្ដាលឲ្យឪពុកម្ដាយក្មេងទាំងពីរនាក់ក្រោយជាប់គុកមិនយូរប៉ុន្មានក៏បានបាត់បង់ជីវិតទៅជាបន្តតែគាត់គិតមិនដល់ថាមួយយប់មុនពេលគាត់ធ្វើទារុណកម្មឪពុកម្ដាយក្មេងដល់ស្លាប់ឪពុកម្ដាយក្មេងទាំងពីរនាក់នៅតែមានអារម្មណ៍វិបដិសារីបានផ្ដាំកូនស្រីឲ្យសងបំណុលកម្មជំនួសពួកគេម៉ែអង្វរកូនម្ចាស់ក្ត្រីទោះមានរឿងអ្វីក៏ដោយក៏ត្រូវតែស៊ូឲ្យបាន5ឆ្នាំបើកូនមិនអាចរស់បានល្អបើបាត់បង់ក្តីសង្ឃឹមក្នុងជីវិតកូនមកនៅជាមួយម៉ែទៅតែអ្វីដែលពួកគេមិនដឹងនោះគឺការសន្យានេះបែរជាធ្វើឲ្យកូនរងទុក្ខវេទនាទៅវិញពេលដែលនាងទ្រាំលែងបាននាងតែនឹកឃើញពីល្អដែលគេធ្លាប់ធ្វើដាក់នាងនឹកឃើញពេលគេធ្លាប់រត់ទៅភ្លៀងខ្លាំងប៉ុន្មានគីឡូទៅទិញនំខេកឲ្យនាងនឹកឃើញពេលឈឺពោះធំដេកមិនលក់ប្តីនៅក្បែរថែទាំនាងដោយយកចិត្តទុកដាក់នាងឃើញពីល្អដែលគេធ្វើដាក់នាងយ៉ាងណាមិញនាងបានទ្រាំទ្រជិត5ឆ្នាំហើយឃើញថាគិតតែ7ថ្ងៃទៀតនាងនឹងរួចផុតពីវាហើយតែប្តីបែរជាបដូរពីការធ្វើទារុណកម្មផ្លូវកាយមកធ្វើទារុណកម្មផ្លូវចិត្តទៅវិញមួយថ្ងៃពីរនេះអាសានរស់សានរបស់ខ្ញុំព្រោះគេថាឪពុកម្ដាយនាងបានបោកប្រាស់ពួកគ្រឿងសង្វឹងបង្កសមានតាគេចង់ឲ្យកូនស្រីស្ត្រូវផឹកឲ្យអស់ចិត្តតែលើកនេះក្រៅពីការធ្វើទារុណកម្មផ្លូវកាយប្តីក៏ស្រាប់តែមានស្រីម្នាក់ទៀតនៅក្បែរគេល្អដាក់ស្រីនោះដល់ថ្នាក់គ្មានដែនកំណត់ហើយទាំងពេលគេចេតនាគុកកៅស្រាទៅលើប្រពន្ធប្តីក៏ធ្វើពុតជាមិនបានឃើញគេបានដល់ក្តីស្រឡាញ់ទាំងអស់ទៅឲ្យស្រីមានល្បិចនោះឯក្តីស្អប់ទាំងអស់បានទុកឲ្យប្រពន្ធតែប្រពន្ធបែរជាមិនបានដឹងសោះគាត់ចង់ឲ្យកូនស្រីរបស់ស្រីរបស់គាត់ផឹកគ្រប់គ្រាន់ប៉ុន្តែលើកនេះបន្ថែមពីលើការធ្វើទារុណកម្មរាងកាយរំពេចនោះមាននារីម្នាក់នៅក្បែរប្តីខ្ញុំគាត់ល្អចំពោះមនុស្សស្រីម្នាក់ដែលគ្មានចំណុចសំខាន់សូម្បីតែពេលគាត់គុកកៅស្រាដាក់ប្រពន្ធគាត់ដោយចេតនាប្តីខ្ញុំធ្វើពុតជាមិនឃើញគាត់បានផ្ដល់ក្តីស្រឡាញ់ទាំងអស់របស់គាត់ទៅឲ្យស្ត្រីការស្អប់ទាំងអស់គឺទុកឲ្យប្រពន្ធខ្ញុំប៉ុន្តែប្រពន្ធខ្ញុំមិនដឹងទេនារីបោកប្រាស់នេះគឺគ្រាន់តែជាអ្នកជំនួសនាងប៉ុណ្ណោះអ្វីត្បិតតែប្តីធ្វើពុតជាមិនអត់ទោសឲ្យនាងក៏គាត់នៅតែតាមរយៈនារីម្នាក់ទៀតរំលឹកដល់អនុស្សាវរីយ៍ផ្អែមល្ហែមជាមួយប្រពន្ធចាស់ដែរប្រពន្ធឃើញប្តីក្បត់ក៏អស់សង្ឃឹមយ៉ាងខ្លាំងពេលនាងភ្ញាក់ពីដំណេកវិញគឺនាងបានដេកក្នុងមន្ទីរពេទ្យ3ថ្ងៃហើយដោយសារពោះស្រា3ថ្ងៃនេះប្តីមិនបានមកលេងនាងសំបីតែម្ដងរហូតដល់ទីបំផុតគាត់ក៏ទូរស័ព្ទហៅនាងឲ្យត្រឡប់ទៅវិញគឺដើម្បីឲ្យនាងបានឃើញនឹងភ្នែកនៅរឿងអាស្រូវរវាងគាត់និងស្រីថ្មីតាមមកគាត់ហៅថាប្រពន្ធជួបអាកាសនៅពេលនោះប្រពន្ធក៏អស់ចិត្តនិងអស់សង្ឃឹមជាយូរមកហើយប៉ុន្តែនៅថ្ងៃនោះនាងក៏បានដឹងថាប្តីនៅតែស្រឡាញ់នាងដែរតាមពិតនាងចង់ប្រារព្ធពិធីខួបកំណើតចុងក្រោយរបស់ប្តីដោយស្មុគស្មាញប៉ុន្តែបែរជាត្រូវគេអាម៉ាស់ម្ដងទៀតទៅវិញប៉ុន្តែក៏នៅពេលនេះដែរទើបនាងរកឃើញការពិតដ៏គួរឲ្យអស់សំណើចមួយស្រីស្នេហ៍ថ្មីដែលលេចមុខភ្លាមនៅក្បែរប្តីនាងបែរជាធ្វើត្រាប់តាមនាងគ្រប់យ៉ាងសូម្បីតែរឿងតូចតាចដូចជាការឲ្យសត្វក្រៀលក្រដាស់1000សម្រាប់ថ្ងៃខួបកំណើតក៏ជាអ្វីដែលនាងធ្លាប់ធ្វើពីមុនដែរនេះជាក្រៀលក្រដាស់1000ដែលខ្ញុំបត់ដោយដៃខ្លួនឯងអ្វីទាំងអស់ដែលគាត់បានធ្វើពីមុនមកនេះជាប្រអប់ទិដ្ឋាការសរុបចំនួន100ដែលខ្ញុំធ្វើដោយដៃពេលក្រោយបើឯងយកមកខ្ញុំនឹងបន់ស្រន់5ឆ្នាំមុនខ្ញុំក៏ធ្លាប់ឲ្យប្រអប់ទិដ្ឋាការលីយុនដែរហើយក៏ធ្លាប់និយាយពាក្យដូចគ្នាដែរតាមពិតអ្នកដែលយកឈ្នះខ្ញុំមិនមែនជាអ្នកអតីតទេគឺខ្លួនឯងកាលពីមុនទៅវិញទេនៅក្នុងចិត្តលីវូគេនឹងស្អប់ការទទួលស្គាល់ខ្ញុំជានិច្ចលាក់បាំងអារម្មណ៍ហើយស្រឡាញ់មនុស្សនៅក្នុងជ្រុងមួយនៃការចងចាំរបស់គេខ្ញុំខ្លាចណាស់ខ្ញុំស្មានតែពេលឃើញលីនយូនៅជាមួយស្រីផ្សេងខ្ញុំនឹងមានអារម្មណ៍ស្ពឹកស្រពន់តែហេតុអ្វីបេះដូងខ្ញុំនៅតែមិនឈឺឆាងមួយយេឲ្យខ្ញុំមិនបានទេឪពុកម្ដាយឯងសម្លាប់ឪពុកម្ដាយខ្ញុំហើយនៅមិនគ្រប់ទៀតឬហេតុអ្វីក៏មិនទុកគេផងមិនក៏ឯងចិត្តខ្មៅម្លេះគេរត់ចូលមកខ្លួនឯងទេមិនមែនខ្ញុំធ្វើទេនៅមន្ទីរពេទ្យអាដាមឲ្យគេលុតជង្គង់នៅមាត់ទ្វារបន្ទប់សង្គ្រោះបន្ទាន់លាងបាបអាយុនមិនមែនខ្ញុំទេគឺគេទេអាយុនលោកវិជ្ជបណ្ឌិតយ៉ាងម៉េចហើយលោកលីតម្រងនោមអ្នកនាងជាងខូចធ្ងន់ណាស់ត្រូវបដូរភ្លាមបើមិនអីចឹងទេគ្រោះថ្នាក់ដល់ជីវិតចាំអីទៀតរកអ្នកត្រូវគ្នាភ្លាមទៅលុយប៉ុន្មានក៏បានដែរលោកលីនេះមិនមែនជារឿងលុយទេអ្នកនាងជាងមានឈាមប្រភេទអូត្រូវរកឈាមដែលត្រូវគ្នាតែពេទ្យយើងអត់មានទេឈាមហ្វាអាចត្រូវតម្រងនោមរបស់គាត់បានបដូរឈាមបន្តិច